បើក្បាលវីដេអូឃើញរថភ្លើងគឺទៅណាមិនឆ្ងាយពីរថភ្លើងទេជាទូទៅពលករឲ្យតែទៅណាគឺតែតែជារថភ្លើងហើយឥឡូវនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្គាល់ទីក្រុងស៊ូវ័នតំបន់មួយដែលគេស្គាល់ល្បីខ្លាំងរឿងខាងខ្មែរយើងមានចំនួននៅកន្លែងនេះឲ្យតែបងប្អូនខ្មែរយើងមកគឺរំលងអត់ផុតទេទីក្រុងស៊ូវ័ននោះមកនៅមានទូកញ្ចក់ទៀតនោះគឺឃើញសិតតែបយខ្មែរយើងមកចូលសញ្ជាតិសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកកន្លែងឡើងឆាដែលល្បីជាងគេនៅស្រុកកូរ៉េកន្លែងស៊ូវ័ននេះដើមរបស់គេណាជាទូទៅបងប្អូនខ្មែរយើងឲ្យតែមកលេងស៊ូវ័នគឺអត់ដែលរំលងកន្លែងលតឆាយាយលក់លតឆាទេរសជាតិគាត់បែបខ្មែរឆ្ងាញ់សម្រាប់រសជាតិគាត់ខ្ញុំឲ្យ10លើ10គឺឆ្ងាញ់មែនទែនអ្នកទាំងអស់គ្នាពេលដែលលេងពីអ្នកប្រូបញ្ញាឆ្អែតឆ្អន់ហើយក៏ត្រឡប់ប្រទេសវិញបងប្អូនទាំងអស់គ្នាស្គាល់ហើយរសជាតិដាច់យកនៅស៊ូវ័នគេថារសជាតិដាច់យកនៅស៊ូវ័នហ្នឹងឥឡូវខ្ញុំចង់មកសាកថារសជាតិដាច់យកនៅស៊ូវ័នគឺបែបសបាយពេញអញ្ចឹងបែបជួបគ្នាវីដេអូបងប្អូន